một bàn mà hộp khai trong mà plia sạch cổ På mig är tapplet upp när jag med dig bi ថ្ងៃនេះទៅផ្សារទិញបានសាច់គោល្អពេកបងប្អូនអើយក៏នឹកឃើញចង់ញ៉ាំភ្លាសាច់គោព្រោះខ្ញុំចូលចិត្តរបៀបបន្លែស្រស់ហើយយើងញ៉ាំមួយសាច់គោរីងឆៅជូរហិលណាកុំឲ្យតែបកាហើយនឹងសាល់ម៉ុនដែរពេកមកធ្វើម្ហូបខ្មែរមួយមុខនេះឲ្យបងម៉ៃញ៉ាំម្ដងបងឡាយក្នុងចិត្តពេលដែលហាន់បន្លែហាន់អីហ្នឹងគិតថាប្រហែលជាត្រូវធ្វើមួយមុខទៀតឯងព្រោះគ្រឿងឆៅគ្រឿងអីអញ្ចឹងបងម៉ៃក៏អត់សូវចេះញ៉ាំដូច្នេះហើយទៅធម្មតាឲ្យតែខ្ញុំធ្វើភ្លាធ្វើអីអញ្ចឹងគឺខ្ញុំដាក់បន្លែរីងច្រើនឲ្យបងម៉ៃក៏បានញ៉ាំដែរប៉ុន្តែមានណាបងប្អូនធ្វើឆ្អិនទៅដូចបងប្អូនឃើញនៅក្បាលវីដេអូអញ្ចឹង10បន្ទុកផងឲ្យមេដៃ2ផងខ្ញុំសំដូចជាអត់មានអីពិបាកទេបងប្អូនអីដែលសំខាន់គឺយើងត្រូវការសាច់គោល្អឬក៏សាច់គោដែលផុយបាទយើងធ្វើឆ្ងាញ់ហើយសាច់គោហ្នឹងគឺខ្ញុំហាន់វារាងស្ដើងដើម្បីយើងចាំបាច់ក្រូចឆ្មាទៅវាឆ្អិនល្អបើក្រូចឆ្មាវិញបងប្អូនអើយអស់ចង់ 4-5 ផ្លែប៉ុន្តែតតែជូរអញ្ចឹងជ្រះអញ្ចឹងបានឆ្ងាញ់ហើយសាច់គោយើងឆ្អិនល្អទៀតមើលទៅវាអត់ក្រហមស្រស់ពេកបងប្អូនលៃលោកតាមនឹងទៅក្រូចឆ្មាព្រោះក្រូចឆ្មាពេលខ្លះវាទឹកច្រើនពេលខ្លះទឹកតិចអីចឹងទៅហើយយើងច្របល់សាច់គោហ្នឹងទុកចោលប្រហែល10នាទីសិនគ្រឿងផ្សំដែលសំខាន់មួយទៀតគឺខ្ទឹមហើយនិងម្ទេសបងប្អូនចង់ហាន់ចង់ច្រាំក៏បានដែរបើខ្ញុំដាក់កិនអញ្ចឹងហ្មងទៅប៉ុន្តែយើងអត់កិនវាឲ្យម៉ត់ពេកទេហើយគ្រឿងភ្លាអញ្ចឹងបងប្អូនអើយកាន់តែហឹលនិងកាន់តែឆ្ងាញ់បើចង់ឲ្យពណ៌ស្អាតយើងថែមម្ទេសហាវ៉ៃអីខ្លះទៅកុំឲ្យវាហឹលពេកគ្រឿងផ្សំក្រៅពីម្សៅស៊ុបហើយនិងស្ករអីដែលសំខាន់ខ្ញុំចូលចិត្តដាក់ទឹកប្រហុកចូលបងប្អូនឲ្យវាឈ្ងុយដិតបើបងប្អូនអត់ចូលចិត្តទេដាក់តែទឹកត្រីសុទ្ធក៏បានដែរប៉ុន្តែទឹកប្រហុកដបនេះដាក់ទៅជាតិមែនតែនហើយបើចង់ជូរខ្លាំងថែមក្រូចឆ្មាទៀតទៅបងប្អូនប៉ុន្តែភ្លក់មើលសិនណាព្រោះសាច់គោយើងនេះយើងចាំបាច់ក្រូចឆ្មាច្រើនហើយបងប្អូនខ្លះក៏គាត់ពូតសាច់គោនឹងយកទឹកចេញប៉ុន្តែខ្ញុំដាក់ទាំងអស់ហ្មងពួកខ្ញុំគិតថាជាតិរបស់សាច់គោគឺនៅនឹងឯងបងប្អូនច្បល់គ្រឿងច្បល់សាច់សពហើយគឺយើងដាក់បន្លែយើងចូលទៅមានស្បែកគួរមានប៉េងប៉ោះអីចឹងទៅបើនិយាយពីស្ពៃក្តោបនេះវិញបងប្អូនអត់ចង់ដាក់មិនដាក់ក៏បានដែរតែបើទៅយកចេកដាក់មកឆ្ងាញ់ណាស់កុំឲ្យយើងញ៉ាំទៅវាសាច់សុតពេកទេបងប្អូនយើងដាក់លាយបន្លែចឹងទៅមានទៅយកចេកញ៉ាំទៅជ្រប់ត្រូវគ្នាមែនតែនថែមជីថែមអីមកប៉ុណ្ណឹងឆ្អិនអាចភ្លក់បានហើយថ្ងៃនេះមកបានមកហូបខ្មែរចំហ្មងភ្លាសាច់គោឆៅតែដូចឆ្អិនឃើញអត់nej ខ្ញុំចូលចិត្តណាស់បងប្អូនអើយអានេះពីក្មេងមកឲ្យទៅពេលម៉ាក់ធ្វើគោឡើងភ្នំហ៎លួចសាច់គោម៉ាក់មកកូនចានយកមកធ្វើអាហ្នឹងញ៉ាំចឹងតបទៅយកចេកមួយជាតិខ្ញុំមិនដឹងថាបងប្អូនណាដូចខ្ញុំអត់ទេរបស់របៀបដូចសាច់គោអីចឹងហ៊ានតែឆ្អិនគឺអត់ចេះញ៉ាំទេចូលចិត្តឆៅហើយបើមកហូបធម្មតាបកាឆៅគោឆៅសាម៉ុនឆៅអីឲ្យញ៉ាំរាល់ថ្ងៃក៏ញ៉ាំបានដែរតែដឹងហើយតែវាអត់សូវល្អទេរបស់ឆៅប៉ុន្តែអូយចូលចិត្តណាស់បងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តដូចខ្ញុំនេះតុកប្រហុកស្អុយរបស់ឆៅរបស់ផ្អាប់របស់អីហ្នឹងណាកុំមើលរំលងកន្លែងនេះសោះពួកអីសំខាន់ណាស់សម្រាប់មនុស្សស្រីយើងបងប្អូនភាគច្រើនហ្មងជាពិសេសគឺខ្ញុំជួបផ្ទាល់ហើយការញ៉ាំហ្នឹងគឺប៉ះពាល់ដល់បញ្ហារោគស្ត្រីយើងហ្នឹងច្រើនគួរសមដែរដូចជាលមាស់ធ្លាក់សបញ្ហាផ្សិតអីចឹងណាហើយខ្ញុំក៏ជ្រើសរើសប្រើជាមួយនឹងឈុតទឹកអនាម័យយ៉ាម៉ាណានេះចូលមួយឆ្នាំជាងហើយប្រើត្រូវពេញចិត្តមែនតើទឹកអនាម័យយ៉ាម៉ាណានេះគឺគុណភាពប្លែកខុសពីផលិតផលដទៃខ្ញុំនិងគ្រួសារគឺប្រើប្រាស់ជាប្រចាំផលិតផលរបស់ប្រទេសជប៉ុនចូលជើងលើទីផ្សារមកជាង5ឆ្នាំហើយពិសេសជាងគេត្រង់ថាគឺជាប្រភេទ gel យើងប្រើតិចសម្អាតបានល្អហើយមានប្រសិទ្ធភាពខ្ពស់មានអារម្មណ៍ថាស្រស់ស្រាយពេញមួយថ្ងៃមកបងប្អូនខ្ញុំប្រើទៅគឺថាពេញចិត្តខ្លាំងបើបងមកស្រីមានគ្រួសារហើយដូចខ្ញុំអាចប្រើថែមជាមួយសារ៉ូមនេះមួយមុខទៀតបានក្រៅពីជួយជាមួយនឹងបញ្ហារោគស្ត្រីលមាស់ធ្លាក់សផ្សិតបាក់តេរីអីផ្សេងថែមទាំងជួយបន្តឹងថែមទៀតផងក្លិនក៏អូបប្រហើរដូចផ្កាឲ្យប្រើតែម្ដងមកដំណាក់ឲ្យបងប្អូនខ្ញុំជាអ្នកប្រើប្រាស់ផ្ទាល់បងប្អូនហើយគឺជាប់ចិត្តខ្វះអត់បានហ្មងអញ្ចឹងសម្រាប់ព័ត៌មានលម្អិតអីផ្សេងបងប្អូនអាចឆាតទៅ Facebook page របស់ក្រុមហ៊ុនផ្ទាល់បានបីសាកសួរមួយព័ត៌មានលម្អិតផ្សេងទៀតឥឡូវនេះយើងញ៉ាំតទៀតសិនញ៉ាំលេងតទេក៏បានញ៉ាំមួយបាយក៏បានដែរបងប្អូនអីក៏បានដែរចង់និយាយថាឆ្ងាញ់ណាស់ធម្មតាបងម៉ៃអត់សូវចេះឆៅទេបងប្អូនប៉ុន្តែអានេះយើងចំបាច់ក្រូចឆ្មាច្រំទៅវាឡើងចង់ឆ្អិនហ្នឹងមែនអត់ហើយខ្ញុំមួយបាយសាច់គោឆៅនេះលេខ1អូយហើយទឹកទៀតបើម៉ៃឲ្យតាប់លើដល់ហ្នឹងអញ្ចឹងបងប្អូនដែលចូលចិត្តមុខម្ហូបមុខនេះឬក៏អត់ដឹងធ្វើអីញ៉ាំជួបជុំគ្រួសារអាចសាកមុខនឹងបានបើអត់ដែលធ្លាប់ធ្វើទេ share វីដេអូនេះមួយទៅទុកមើលពីរបៀបធ្វើដែលសាងាយស្រួលមែនតើបងប្អូនអើយញ៉ាំលេងញ៉ាំមួយបាយញ៉ាំជួបជុំគ្រួសារត្រូវបានទាំងអស់ហើយវីដេអូថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងឯងអរគុណបងប្អូនដែលបានទស្សនាយើងចាំជួបគ្នានៅវីដេអូក្រោយៗទៀតណាបាយបាយ